រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាប្រាប់ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិថាកម្ពុជាមិនប្រើអំណាចបំពានប្រទេសណាមួយទេទោះតូចជាងកម្ពុជាក៏ដោយព្រោះកម្ពុជាចង់បានសន្តិភាពនិងស្នើដល់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបន្តជួយកាត់បន្ថយភាពតានតឹងជម្លោះកម្ពុជាថៃខណៈដែលកម្ពុជាប្រឹងស្ដារប្រក្រតីភាពក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញសូមស្ដាប់សេចក្តីប្រកាសព័ត៌មានទាំងស្រុងពីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិដូចតទៅនៅថ្ងៃទី26ខែកញ្ញាឆ្នាំ2025ក្នុងឱកាសកិច្ចពិភាក្សាទូទៅនៃកិច្ចប្រជុំលើកទី80នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កឯកឧត្តមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានជួបពិភាក្សាការងារជាមួយឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរបស់កម្ពុជាជាមួយអង្គការសហប្រជាជាតិក្នុងជំនួបនោះឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិបានសម្ដែងការកោតសរសើរចំពោះភាពជាដៃគូដ៏ល្អរវាងអង្គការសហប្រជាជាតិនិងកម្ពុជាជាពិសេសតួនាទីរបស់កម្ពុជាក្នុងនាមជាប្រទេសដែលផ្ដល់កងកម្លាំងថែរក្សាសន្តិភាពនិងការចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលត្រីភាគីឯកឧត្តមបានកោតសរសើរចំពោះវឌ្ឍនភាពគួរឲ្យកត់សម្គាល់របស់កម្ពុជាឆ្ពោះទៅរកគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនិងបានគូបញ្ជាក់ពីការចូលរួមប្រកបដោយស្ថាបនានិងការគាំទ្ររបស់កម្ពុជានៅក្នុងដំណើរការពហុភាគីពាក់ព័ន្ធនឹងចំនួនព្រំដែនកម្ពុជាថៃឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមមថាប្រទេសជិតខាងទាំងពីរនឹងអាចដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធីតាមរយៈការសន្ទនានិងការបដិញ្ញាចិត្តទៅវិញទៅមកឯកឧត្តមបានជម្រាបថាឯកឧត្តមបានប្រាប់ពីកង្វល់របស់កម្ពុជាទៅសមាភាគីថៃហើយចង់បានដំណោះស្រាយចំពោះចំនួននេះព្រោះនៅទីបញ្ចប់ប្រជាជនជាអ្នករងទុក្ខឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីថាកម្ពុជាផ្ដល់ទំនុកចិត្តយ៉ាងខ្លាំងចំពោះអង្គការសហប្រជាជាតិក្នុងការលើកកម្ពស់ពហុភាគីនិយមសន្តិភាពអន្តរជាតិដែលផ្អែកលើច្បាប់ការគ្រប់គ្រងនិងដោះស្រាយវិវាទដោយសន្តិវិធីព្រមទាំងការគោរពគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិឯកឧត្តមក៏បានបញ្ជាក់សារជាថ្មីពីការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តផ្ដល់ការរួមចំណែកដ៏យ៉ាងសកម្មចំពោះប្រតិបត្តិការថែរក្សាសន្តិភាពនិងត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមក្នុងបេសកកម្មណាមួយដែលស្នើដោយអង្គការសហប្រជាជាតិនិងរួមចំណែកដល់ជំនួយមនុស្សធម៌និងប្រយុទ្ធប្រឆាំងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិនិងបានពំនាំអំណរគុណរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានបន្តចូលរួមគាំទ្រដល់ការបន្ថយភាពតានតឹងក្នុងចំនួនព្រំដែនកម្ពុជាថៃជាពិសេសតាមរយៈសេចក្តីថ្លែងការណ៍ជាវិជ្ជមានរបស់ឯកឧត្តមដែលបានអំពាវនាវឲ្យភាគីទាំងសងខាងឈប់ប្រើប្រាស់កម្លាំងហើយបានស្នើឲ្យឯកឧត្តមអគ្គលេខាធិការបន្តប្រឹងប្រែងជួយក្នុងកិច្ចការនេះកម្ពុជានឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីកាត់បន្ថយភាពតានតឹងកសាងទំនុកចិត្តឡើងវិញនិងស្ដារប្រក្រតីភាពក្នុងទំនាក់ទំនងរបស់យើងជាមួយប្រទេសថៃឡើងវិញឯកឧត្តមឧបនាយករដ្ឋមន្ត្រីគូបញ្ជាក់ថាកម្ពុជាមិនប្រើអំណាចទៅបំពានប្រទេសណាមួយទេទោះតូចជាងកម្ពុជាក៏ដោយព្រោះអ្វីដែលកម្ពុជាចង់បានគឺសន្តិភាពកម្ពុជាបានឆ្លងកាត់សង្គ្រាម3ទសវត្សរ៍រួចមកហើយនិងសោកនាដកម្មប្រល័យពូជសាសន៍ដូច្នេះយើងបានយល់ច្បាស់សង្គ្រាមហើយអ្វីដែលយើងចង់បានគឺសន្តិភាពដោយដែលយើងបានធ្វើនៅក្នុងការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពជាទីបញ្ចប់ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិសូមជូនពរគណៈប្រតិភូកម្ពុជាឲ្យទទួលបានជោគជ័យក្នុងការសន្ទនាជាមួយភាគីថៃដើម្បីស្វែងរកដំណោះស្រាយវិជ្ជមានក្នុងផ្លូវសន្តិភាព